ចម្រើនពរញាតិញោមពុទ្ធបរិស័ទប្រុសស្រីគ្រប់រូបថ្ងៃនេះក្រុមខ្ញុំបកករណាអាត្មាភាពធ្វើដំណើរមកដល់ទឹកដីកម្ពុជាក្រោមមកបំពេញបុណ្យកុសលនៅវត្តវេលវ័នឫស្សីស្រុកក្នុងខេត្តត្រពាំងចឹងនេះជាទិដ្ឋភាពមកដល់ខាងក្រៅវត្តទៅពីមកដល់ហើយក៏ក្រុមខ្ញុំកណាត់អាត្មាភាពក៏បានថតរូបរួមគ្នាទុកជាអនុស្សាវរីយ៍ចឹងគឺក្រុមមកនេះគឺចំនួន3ឡានចំនួន45អង្គអ្នកចឹងញាតិញោមឃើញអនុមោទនាជ្រះថ្លាក្នុងការមកបំពេញបុណ្យនៅក្នុងខេត្តត្រពាំងប្រទេសវៀតណាមឬក៏យើងហៅថាកម្ពុជាក្រោមមកដល់ទីនេះមើលទៅគួរឲ្យជ្រះថ្លារីករាយប្លែកចម្លែកមួយបែបទាំងទេសភាពទាំងអាកាសធាតុបរិសុទ្ធល្អជាពិសេសនៅក្នុងទឹកដីកម្ពុជាក្រោមនេះគឺជាទឹកដីមួយដែលអំណោយផលពោពេញទៅដោយកសិកម្មមានដំណាំជាច្រើនមុខចឹងញាតិញោមខ្លះក៏បានធ្លាប់ប្រើប្រាស់នៅដំណាំទាំងអស់នោះដែរមានក្រូចស្វាយល្ហុងដូងជាពិសេសតំបន់នេះជាតំបន់ដូងខ្ទិះឬក៏ដូងទុំដែលយើងតែងតែទិញធ្វើនំឬក៏ដឹកទៅនឹងពីប្រទេសវៀតណាមទាំងឡានគឺចេញពីខេត្តនេះឯងញាតិញោមពោពេញទៅដោយកសិកម្មស្រូវស្រែល្អដោយខ្ញុំបកណាមិនបានថតអីច្រើនទេគឺថតតែសកម្មភាពមកកម្មវិធីបុណ្យអញ្ចឹងគឺបំពេញទស្សនកិច្ចបំពេញបុណ្យដោយមកយកបទពិសោធន៍រៀបចំនៃកម្មវិធីបុណ្យនៅប្រទេសកម្ពុជាក្រោមជាស្រ័យញាតិញោមគឺក្នុងទឹកដីកម្ពុជាក្រោមរបស់យើងចឹងទំនៀមទម្លាប់ប្រពៃណីនៅក្នុងទីនេះគឺបានរក្សាគង់វង្សល្អផូរផង់ទាំងកម្មវិធីទាំងវត្តអារាមគឺបានថែរក្សាមិនខុសអំពីស្រុកយើងប្រមាណទេប្រពៃណីវប្បធម៌ញាតិញោមគឺបានន័យថានៅខ្សល់ច្រើនព្រោះនៅក្នុងខេត្តនេះគឺជាខេត្តខ្មែរនិងរស់នៅច្រើនចឹងកម្មវិធីបុណ្យដែលក្រុមខ្ញុំករណាអាត្មាភាពនិមន្តមក7ប្រទេសកម្ពុជាមកកាន់ទឹកដីប្រទេសវៀតណាមនេះគឺមកសម្ពោធឆ្លងនៅស្រះមុចលិននេះឯងគឺបានរៀបចំស្រស់ស្អាតស្រស់ស្រាយណាស់ញាតិញោមចឹងគឺស្មើនេះម៉ោងប្រហែលជា6កន្លះឬក៏ម៉ោង7ចឹងគឺមនុស្សបានមកបដាហើយគួរឲ្យជ្រះថ្លានិងគឺគេមានប្រគំមហោស្រពក្នុងពេលរាត្រីចឹងក្រុមខ្ញុំកណាក៏បានដើរមើលមួយជុំនឹងការរៀបចំតុបតែងប្លែកចម្លែកស្អាតណាគូជាទីជ្រះថ្លាណាស់ញាតិញោមនឹងចឹងញាតិញោមមើលហើយអនុមោទនាជ្រះថ្លាទាំងអស់គ្នាផងណាប៉ុណ្ណានេះមើលទៅការរៀបចំគូជាទីទាក់ទាញសូម្បីតែដើមត្នោតក៏បានយកភ្លើងរុំណាមានភ្លើងពណ៌និងនេះគឺមនុស្សបានមកច្រើនទៅហើយក៏ស្ដាប់លោកទេសនាក្រេប3ញាតិញោមនេះគឺជាពេលវេលាទេសនាប៉ុន្តែទេសនានៅពេលរាត្រីនឹងមិនទាន់ចប់ទេហើយក៏មិនទាន់ដល់កម្មវិធីនិងប្រគំតន្ត្រីឬមហោស្រពដែរពេលនេះគឺសម្រាប់ម៉ោងពេលវេលាទេសនាចឹងញាតិញោមអញ្ជើញមកនេះមកអំពីសហរដ្ឋអាមេរិកនិងប្រទេសកម្ពុជាយើងជាច្រើនផងដែរនៅក្នុងថ្ងៃនេះការរៀបចំសម័យលីបុរាណញាតិញោមគឺស្អាត
នឹងចឹងនេះសិតតើអ្នកមកពីខ្មែរហើយញាតិញោមលើកដៃនេះហ្នឹងហើយដោយទេសនាគ្រា3មានព្រះសង្ឃខេត្តបន្ទាយមានជ័យរបស់យើងមកច្រើនហ្នឹងហើយគឺមកជួបជុំគ្នានៅក្នុងកម្មវិធីបុណ្យនេះជិត100អង្គដែរញាតិញោមជិត100អង្គពីប្រទេសកម្ពុជាមករួមជាមួយញាតិញោមណាជាច្រើនរូបហើយនេះក៏បានមកសួរនាំថតនេះញោមមកពីខាងអង្គរបុរីមកសួរនាំកូនក្រមុំអ្នកកម្ពុជាក្រោមស្អាតស្អាតណាបើហើយរស់រាយរាក់ទាក់និយាយបៃឡាំស្ដាប់មិនចង់បានព្រោះហ្នឹងហើយនឹងដោយសារពូគាត់អៀនក៏ប៉ុណ្្នឹងចាស់ក៏ចាប់ផ្ដើមទស្សនាទេសភាពបន្តទៀតឥឡូវនេះគឺទេសនាក៏បានចប់ហើយមនុស្សក៏មកច្រើនដែរញាតិញោមនេះហ្នឹងគឺមើលទៅសូមសរសើរការរៀបចំនិងស្លៀកពាក់នៅប្រជាពលរដ្ឋកម្ពុជាក្រោមគឺនៅរក្សាបែបបទប្រពៃណីបានច្រើនជាពិសេសអាត្មាភាពចាប់ចំណាប់អារម្មណ៍ក្នុងការស្លៀកពាក់របស់ពួកគាត់មកវត្តអារាមគឺมันមានស្លៀកខ្លីទេញាតិញោមទាំងចាស់ទាំងក្មេងញោមមើលទៅទាំងចាស់ទាំងក្មេងហើយមើលទៅគឺស្កុតស្គំណាសភាពរៀបសារអត់មានលលោលឡាចឆ្វេងឆ្វាចទេញាតិញោមគឺមើលទៅនេះសិតតែជាខ្មែររៀងខ្មែរទាំងអស់ហ្នឹងហើយនៅក្នុងកម្ពុជាក្រោមនេះគឺខ្មែរច្រើននឹងរៀងក៏ដូចជារៀងណាខ្មែរកណ្ដាលយើងដែរមើលទៅមិនច្រឡំទេនឹងមិនច្រឡំទេបើអញ្ចឹងគឺយើងទៅស៊ូគាត់ណានិយាយលេងជាមួយគាត់គាត់ក៏បាននិយាយលេងជាមួយយើងជាភាសាខ្មែរគ្រប់គ្នាផងដែររស់រាយរាក់ទាក់នេះគ្រាន់តែជាស្ទាំងឆ្នេរភាពដែលក្នុងពេលរាត្រីនឹងបញ្ចប់អំពីកិច្ចណាសូត្រមន្តទេសនារួចមកក៏ចាប់ផ្ដើមប្រគំតន្ត្រីណាមានល្ខោនយីកេណាអរកេសចឹងញាតិញោមឃើញហើយមើលទៅហ្នឹងហើយញាតិញោមគឺនិយាយពរនាយ៉ាងណាឲ្យបានសមស្របសមរម្យយ៉ាងណានោះក៏មិនអាចគណនាបានទេព្រោះខ្ញុំបករណាបានមកទីនេះឃើញណាប៉ុណ្ណាក៏ថាប៉ុណ្ណឹងហើយទេសភាពក៏យ៉ាងណាញោមមើលតាមនឹងចុះក៏អញ្ចឹងក៏ត្រូវយ៉ាងណាសូមអនុមោទនានៃរាជរថស្អាតណាស់ញាតិញោមហ្នឹងហើយ